មនុស្សអធិការនគរបាលនៅខាងរដ្ឋនមណ្ឌលបាទហើយតាមពិតទៅមិនមែនថាអីថាវ៉ាន់ទេប៉ុន្តែដោយសារតែឃើញមានការបង្ហោះវីដេអូហ្នឹងចាយវិច្រើនពេកនៅលើបណ្ដាញសង្គមតែនឹងគាត់ពាក់ជាឯកសន្តានដូចជាសាក់5ហ្នឹងសាក់5ហើយគាត់បង្ខំឲ្យខ្ញុំមិនដឹងថាបងប្រុសម្នាក់នោះដែលគាត់ឃ្លៀបពាក់ជីវិតជាកូនចៅគាត់ឬក៏ជាអ្នកស្គាល់គ្នាក្នុងប្រការណាមួយទេប៉ុន្តែក្នុងអត្ថបទក្រុមការងារថាមន្ត្រីក្រមប្រវត្តិនេះបងអាវខៀវនេះពេលចឹងបង្ខំឲ្យលើកដាច់ប្រមាណកំប៉ុងដាក់តកបាទគាត់ទាត់ផងគាត់កបួយកអាវផងចេះមួយចេះពីរណាបាទហ្នឹងហើយពាក់ព័ន្ធទៅនឹងរូបភាពទាំងអស់នេះក៏មានការចាប់អារម្មណ៍ទៅដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃជាពិសេសម្សិលមិញនេះអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកលីសុខៈក៏បានបញ្ជាក់ថាទទួលបានរូបភាពនេះហើយកំពុងតែធ្វើការស្រាវជ្រាវតើវារូបភាពថ្មីឬក៏ចាស់ឬក៏យ៉ាងម៉េចប៉ុន្តែរូបភាពនេះថ្មីហើយស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងក៏លោកបានប្រកាសនៅក្នុងផ្លូវការរបស់លោកដែរពាក់ព័ន្ធទៅនឹងការចាប់អារម្មណ៍នេះដោយមានការបញ្ជាក់ពីលោកឧត្តមស្នេហ៍តូដាញ់អេងប៊ុនច័ន្ទដែលជាស្នងការនគរបាលខេត្តបាត់ដំបងលោកក៏បានចាត់វិធានការឲ្យផែនបាទការងារធនធានមនុស្សធ្វើការស្រាវជ្រាវជាបន្តដែរបាទអញ្ចឹងយើងបានឃើញរូបភាពនេះគឺលោកសននិលដែលជាអធិការនគរបាលស្រុករតនមណ្ឌលខាងខេត្តបាត់ដំបងបាទអញ្ចឹងគាត់ពាក់សាក់5តំណន្តរសាក់5ហើយខ្ញុំបានមើលរូបភាពនឹងដែរបាទគាត់កបួចកអាវយ៉ាងទៅដើរចូលនៅក្នុងកញ្ចុះមួយបាទចូលក្នុងកញ្ចុះមួយមានវិញ្ញាទៅហើយផឹកទៅបខំហើយទៅគក់ខ្នងផងទាត់ផងអីផងបាទនៅក្នុងបកាមកហើយគាត់ថាចេះគាត់ថាមកអាខៀវនេះគឺគាត់ច្អល់មុខលើអធិការណែអាពេលគាត់ថាមិនបានច្អល់មេទេច្អល់នោះតាពេលគាត់ជួនមេដើមមកចំមេបណ្ដោយអាហ្នឹងវាចឹងវិញចាអញ្ចឹងគាត់កបួចកអាវឲ្យផឹកវិញ្ញាដាច់នេះគឺដោយសារតែមកអាខៀវនេះថាមានការច្អល់គាត់ដែលជាមេកៅអញ្ចឹងទៅណាក្នុងប្រការណាមួយទៀតទេបាទប្រការមួយទៀតនេះគាត់កបួចកអាវមកគាត់ទាត់ផងអីផងអញ្ចឹងទៅបាទនេះបឿកមួយគាត់ថាយើងមើលទៅសកម្មភាពរបស់ពួកគាត់ទាំងពីរនេះដូចសប្បាយជាមួយគ្នាទេចាមិនមែនជាការគម្រាមឬក៏អីទេអញ្ចឹងមានន័យថាឥឡូវនេះស្នងការដ្ឋានខេត្តបាត់ដំបងគ្រាន់តែលោកបញ្ជាឲ្យមានការស្រាវជ្រាវអំពីវីដេអូឃ្លីបដែលបានបែកធ្លាយហ្នឹងអញ្ចឹងបងប្អូនសួរថាតើហេតុអីបានជាវាខុសទំនងហើយបានជាមានការចាប់អារម្មណ៍ដោយសារអីដោយសារតែគាត់ពាក់ឯកសន្តានធរណតនស័ក្តិមេដៃគ្រឿងអិសរាយុទ្ធបាទហើយសំខាន់នៅក្នុងឯកសន្តានជាកងកម្លាំងនគរបាលហើយបែរទៅជាបង្ហាញរូបភាពបែបហ្នឹងគឺវាខុសឆ្គងពីវិន័យកងកម្លាំងនគរបាលហើយអ្វីដែលសំខាន់អ្នកថតមិនដឹងថាគាត់ថតនៅក្នុងករណីថតឲ្យមេលេងដើម្បីបង្ហោះឬក៏យ៉ាងម៉េចប៉ុន្តែខ្ញុំជឿថាបើសិនជាគាត់ជាកងកម្លាំងតំណាក់ដល់អធិការបងប្អូនទស្សនិកជនមិនមែននេះទេតំណាក់ដល់អធិការគាត់ដឹងហើយពីច្បាប់ពីវិន័យកងកម្លាំងឥឡូវនេះមានការចែងនៃច្បាស់លាស់ផងដែរបាទខ្ញុំសូមអនុញ្ញាតជំរាបជូនអំពីកៅថាប្រកាសស្ដីពីបទវិន័យកងកម្លាំងនគរបាលជាតិដែលមានការកំណត់តែពិតយូរមកហើយប៉ុន្តែនៅឆ្នាំ2024នេះក្រោមការហត្ថលេខារបស់អាយដាមអភិសិទ្ធិបណ្ឌិតសសុខាឧបរដ្ឋមន្ត្រីក្រសួងមហាផ្ទៃមានការដាក់បន្ទុកបន្ថែមមួយចំនួនអំពីវិន័យកងកម្លាំងនឹងបន្ថែមទៀតប៉ុន្តែខ្ញុំអនុញ្ញាតជំរាបជូនអំពីសួរតើករណីហ្នឹងវាខុសក្នុងប្រការណាវាមិនត្រឹមត្រូវក្នុងប្រការណាបាទពីព្រោះថានៅក្នុងប្រកាសស្ដីពីវិន័យកងកម្លាំងមានចែងបាទនៅក្នុងប្រការទី18បាទ18និង19បាទ18 19ក្រុមការងារជួយដាក់រូបមួយសន្លឹកដែលខ្ញុំបានដាក់ជូននឹងតិចទៅបាទអញ្ចឹងខ្ញុំសូមអាន18នេះតើមានអីគេខ្លះមន្ត្រីនគរបាលជាតិកម្ពុជាត្រូវស្លៀកពាក់ឯកសណ្ឋាននគរបាលដោយការក្រោមត្រូវស្លៀកពាក់ឯកសណ្ឋាននគរបាលជាតិរួមទាំងស្លាកសញ្ញាតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងពេលដែលបំពេញការងារភារកិច្ចក្នុងពិធីផ្លូវការពេលចុះប្រតិការឬក្នុងពេលបំពេញបេសកកម្មលើកលែងនៅក្នុងករណីដែលមិនមានការកំណត់ផ្សេងបាទហាមដាច់ខាតចូលកំសាន្តក្នុងរាំងកសាលក្នុងសម្លៀកបំពាក់ឯកសណ្ឋាននគរបាលលើកលែងករណីបំពេញបេសកកម្មបាទដូចចុះបង្ក្រាបឯណាមួយនៅកន្លែងនោះអញ្ចឹងទៅទី3ហាមទទួលទានអាហារតាមទីសាធារណៈឬក៏ភោជនីយដ្ឋានក្នុងសម្លៀកបំពាក់ឯកសណ្ឋាននគរបាលជាតិឬ
មានន័យថាបើសិនជាពាក់សូមដោះសាក់ចេញ ចា នៅកន្លែងទីសាធារណៈអីចេញមកចេះពីអញ្ចឹងទៅឬក៏យើងមានអាវក្រៅដើម្បីគ្របពីលើដើម្បីកុំឲ្យឃើញណាទី4ហាមស្លៀកពាក់ឯកសណ្ឋាននគរបាលជាតិក្នុងពេលចូលរួមដោះស្រាយវិវាទក្រៅដែនសមត្ថកិច្ចរបស់ខ្លួនមានន័យថាដូចថាគាត់នៅក្នុងដែនរដ្ឋាភិបាលមណ្ឌលអញ្ចឹងហើយពេលគាត់ទៅស្រុកឯកភ្នំអត់កើតអញ្ចឹងណាបាទមិនថាភ្លាមអាហ្នឹងគាត់ថាបើសិនតែដោះស្រាយនៅក្រៅនោះគឺអត់មានពាក្យឯកសណ្ឋានអីដើម្បីទៅសម្ញែងគេចេះមួយក្នុងនៃបែបហ្នឹងណាបាទទី5មន្ត្រីនគរបាលជាតិជាបរិសុទ្ធត្រូវកាត់ខ្សក់ខ្លីចេះមួយចេះពីរទៅបាទនេះគឺជាប្រការទី18ដែលត្រូវមានការកំណត់នៃការពាក់ឯកសណ្ឋានហើយទី19បាទប្រការទី19ក៏ជាសំខាន់ហើយជាចំណុចដែលត្រូវមានការចាប់អារម្មណ៍តែម្ដងប្រការទី19នេះគឺមន្ត្រីនគរបាលជាតិអាចស្លៀកពាក់ឯកសណ្ឋានស៊ីវិលបាននៅពេលដែលក្រៅបម្រើការងារឬក៏ក្រៅម៉ោងរដ្ឋបាលឬក៏ក្រៅអង្គភាពនគរបាលលើកលែងក្នុងកលៈទេសៈពិសេសដែលពេលចុះប្រតិបត្តិការមិនអនុញ្ញាតឲ្យស្លៀកពាក់ស៊ីវិលបានទេអាចអនុញ្ញាតឲ្យស្លៀកពាក់ឯកសណ្ឋានស៊ីវិលជាបណ្ដោះអាសន្នពេលបំពេញភារកិច្ចក្នុងកលៈទេសៈតម្រូវចាំបាច់ណាមួយប្រភេទមុខងារពិសេសត្រូវតែមន្ត្រីនគរបាលជាតិអាចអនុញ្ញាតឲ្យស្លៀកពាក់ឯកសណ្ឋានស៊ីវិលក្នុងពេលបំពេញការងារឬភារកិច្ចណាមួយហើយមិនត្រូវបាទស្លៀកពាក់ឯកសណ្ឋានមិនអាចប្រើតួនាទីឬក៏អនុវត្តភារកិច្ចដែលផ្ទុយនៅក្នុងការផាកពិន័យឬក៏ឆែកឆេរខកខ្លួនបាទឬក៏មជ្ឈបែបផ្សេងនេះគឺគាត់ពាក់ឯកសណ្ឋានបែបបង្ខំហ្នឹងហ្មងមិនរូបភាពនេះគេហៅថាបែបបង្ខំឲ្យលើកដាច់បញ្ញាឬក៏ពិន័យក្នុងការណាមួយពពោះថាបងអាខេនេះគឺថាដំបូងគាត់ថាមានការច្អល់មុខច្អល់អីគាត់ជាអធិការអញ្ចឹងទៅហើយបងប្អូននៅក្នុងបណ្ដាញសង្គមដែលគាត់ចូលទៅខមមិននៅក្នុង page ផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងគាត់ក៏បានលើកឡើងហើយខ្ញុំក៏គាំទ្រដែរគាត់ថារឿងហ្នឹងវាតូចទេបាទប៉ុន្តែពេលដែលបង្ឃើញមានការ share តគ្នាវាទៅជាមានការចាប់អារម្មណ៍ហើយក៏គាត់បងប្អូនគាត់លើកឡើងខ្លះដែរថាអូលោកអធិការសនលនេះអធិការនគរបាលស្រុករតនមណ្ឌលគាត់ធ្វើការងារល្អណាស់បាទចុះបង្ក្រាបហើយនឹងអនុវត្តការងារបានល្អបាទហើយអញ្ចឹងមានការកោតសរសើរដែរបាទតែពិតខ្ញុំក៏ធ្លាប់អានព័ត៌មានច្រើនដែរនៅខាងអធិការនគរបាលរតនមណ្ឌលដែលគាត់ចុះប្រតិបត្តិការបានច្រើនគួរសមប៉ុន្តែខ្ញុំមិនដឹងថារូបភាពហ្នឹងមូលហេតុអីបានជាមានការបែកធ្លាយបែបហ្នឹងហើយបើយើងមើលទៅក៏មិនតែអាក្រក់អីណាដែរបងប្អូនគាត់ថាអត់អាក្រក់ទេបើសិនតែគាត់ដកឯកសណ្ឋានចេញចប់តែឲ្យសបន្តិចរួចអត់មានពាក់ព័ន្ធទេសំខាន់វាមានឋានន្តរស័ក្តិវាមានមេដៃមានអីជាដើមចេញមកហើយបើចេញរូបភាពអញ្ចឹងវាធ្វើឲ្យមានការចាប់អារម្មណ៍ហើយវាប្រឆាចទៅនឹងវិន័យកងកម្លាំងដូចគ្នាដែរអញ្ចឹងណាបងប្អូនប៉ុន្តែមើលទៅក្នុងរូបភាពដូចមេកូនចៅទេមើលទៅដូចមេកូនចៅខ្នក់ខ្នាញ់គ្នាអញ្ចឹងទៅណាខ្នក់ខ្នាញ់វាយបែបស្រឡាញ់អីចឹងទៅបែបក្នុងន័យស្រឡាញ់អីចឹងទៅហើយខ្ញុំមើលរូបភាពនេះដូចជានៅក្នុងប៉ុស្តិ៍ឬក៏អធិការហ្នឹងតែម្ដងមិនហាងផឹកស៊ីណាបងប្អូនបាទនៅក្នុងដូចរោងបាយរោងអីកន្លែងកងកម្លាំងអញ្ចឹងទៅមានអ្នកធ្វើលាងចានលាងអីចឹងទៅបាទហើយប្រយានៅលើតុហើយស្រេចនេះដាក់កោះឲ្យទេព្រោះមិញព្រោះគាត់ថាកោះឲ្យហ្នឹងមានថាអានេះដូចមានន័យថាដូចផឹករត់ចារត់គាត់ចាប់កុំឲ្យរត់ហាប់ឲ្យរត់បាទពេលគាត់យល់ព្រមតែផឹកឲ្យគាត់ប្រឡែងវិញទៅបាទអញ្ចឹងមិនដឹងថាយ៉ាងម៉េចយ៉ាងម៉ាដែរទេបាទសង្ឃឹមថានឹងមានការពិនិត្យមើលបច្ច័យពីព្រោះថាវាជាការកំហុសវិន័យកងកម្លាំងហើយរូបភាពក្នុងការផ្សព្វផ្សាយជាសាធារណៈបែបហ្នឹងបាទអញ្ចឹងបើថាឲ្យដល់ថ្នាក់ដកតំណែងហ្នឹងវាដូចជាវាធ្ងន់ធ្ងរទៅហោណាថាដកតំណែងឬក៏បថយឋានៈសាវាមើលទៅរូបភាពនេះវាគ្រាន់តែទាស់ភ្នែកខុសវិន័យកងកម្លាំងប៉ុន្តែបើថាឲ្យគាត់ខុសឆ្គងធំហ្មងដូចជាមិនទេណាអានេះបើជាកំណត់របស់ខ្ញុំហើយនៅមូលិកាអញ្ចឹងទេណាបាទឲ្យបងប្អូនគាត់ចូលខមមិនច្រើនដែរគាត់ថាមិនអីទេគាត់ក្នុងបែបគណៈគាត់ថាកូនចៅលេងមួយមេលេងមួយកូនចៅអញ្ចឹងទៅណាប៉ុន្តែគាត់ថាខុសឆ្គងគាត់ថាពាក់ឯកសណ្ឋានទេបាទហើយក៏វាអាសំខាន់នោះមានអ្នកថតតាំងពីដើររហូតដល់កញ្ចុះច្បាស់កន្លែងនេះទៀតបងប្អូនគាត់ខមមិនថារឿងតិចតួចបាច់អូសដំណើរអីបាទពេលខ្លះវាការចាប់អារម្មណ៍បងប្អូនប្រជាពលរដ្ឋហើយតែមួយទៅវាខុសមែនកងកម្លាំងគឺមិនអាចធ្វើអញ្ចឹងទេយើងពាក់ឯកសណ្ឋានក្នុងន័យបែបនេះគឺយើងចូលប្រជុំដោះស្រាយបញ្ហាជូនបងប្អូនប្រជាពលរដ្ឋបាទសូម្បីតែពេលផាសាក់ហើយនឹងមេដៃនេះសាក់ហើយនឹងសាក់អីហ្នឹងគឺសូម្បីតែកន្លែងទីសាធារណៈមួយចំនួនដែលវាខុសពីម៉ោងការងារក៏ត្រូវដកចេញដែរបាទដាក់ចូលក្នុងកប៉ៅអីចឹងទៅឬក្នុងប្រការណាមួយមានអាក្រៅបិទចិត្តចឹងទៅបាទប៉ុន្តែនៅក្នុងបេសកកម្មអាហ្នឹងវាត្រូវតែមានចា៎បាទអរគុណច្រើនបងប្អូនទស្សនិកជនបញ្ចប់តែប៉ុណ្្នឹងហើយសង្ឃឹមថាលោកអធិការបានឃើញរូបភាពវីដេអូនេះប្រហែលជាគេមិនលក់ទេខ្ញុំគិតថាគេមិនលក់ដូចគ្នាដែរព្រោះគាត់តែគាត់ឃើញវីដេអូ
គាត់ជាកងកម្លាំងគាត់ដឹងពីវិន័យកងកម្លាំងមិនគាត់មិនដឹងឯងគាត់ច្បាស់ជាងយើងទៀតណាហើយយើងអានតាមតែអ្វីដែលជាវិន័យទេជាអក្សរទេប៉ុន្តែគាត់ឡើងដល់អធិការប៉ុណ្ណេះហើយគាត់មិនដឹងទេគាត់ធ្វើតាំងពីតំណន្តរស័ក្តិគាត់តូចឥឡូវបានដល់ឡើងប៉ុណ្ណេះគាត់ដឹងហើយប៉ុន្តែគាត់ហាពេលខ្លះធ្លាស់ធ្លួយតិចតួចដែរអញ្ចឹងបងប្អូនហើយបងប្អូនឃើញខមមិនច្រើនគាត់ថាលោកអធិការគាត់ធ្វើការងារល្អណាស់នៅក្នុងមូលដ្ឋានណាបាទខ្ញុំក៏ឃើញអញ្ចឹងមែនបាទមិនមែនថាអីមិនថាកាន់ជើងចេះមួយចេះពីរប៉ុន្តែអាការខុសយើងត្រូវកែតម្រូវបាទអរគុណ